បាទសួស្តីបងប្អូនទាំងអស់គ្នាបាទរបៀបបង្កើត Apple ID ឆ្នាំ2025បងប្អូនបាទហើយទូរស័ព្ទ14 Plus ហ្នឹងហើយឥឡូវខ្ញុំមើល version បាទអញ្ចឹងបងប្អូនចូលកន្លែងបើកកម្មវិធី setting មកហើយបងប្អូនយក Apple account បងប្អូនតមកទៀតបងប្អូនយកពាក្យdon't have Apple បាទហើយបន្តមកបងប្អូនជ្រើសរើសយកខាងក្រោមបងប្អូនបាទហើយខាងលើនោះគឺគេដាក់ឈ្មោះបងប្អូនបាទអញ្ចឹងយើងវាយឈ្មោះតកូលយើងហើយនឹងឈ្មោះយើងបងប្អូនបាទហ្នឹងហើយអញ្ចឹងទៅខ្ញុំកន្លែងយើងហើយយើងរើសថ្ងៃខែឆ្នាំកំណើតបាទតមកបងប្អូនចុចពាក្យ continue ហ្នឹងតមកបងប្អូនទៅសេ iCloud មួយទៅយើងបង្កើត email ខ្លួនឯងអញ្ចឹងណាអញ្ចឹងខ្ញុំដាក់ហ្នឹងហើយបាទយើងដាក់អញ្ចឹងទៅដាក់ឈ្មោះហើយនឹង add icloud.com អញ្ចឹងបងប្អូនបាទតមកបងប្អូនចុច create account បាទហើយកន្លែងនេះគឺបងប្អូនត្រូវវាយ password ចាំខ្លួនឯងបងប្អូនលេខមិនឲ្យចាំខ្លួនឯងខ្ញុំវាយអក្សរខ្ញុំវាយ password បាទអញ្ចឹងខាងលើក៏វាយអញ្ចឹងហើយខាងកន្លោនទី2នោះក៏វាយអញ្ចឹងដែរយើងវាយអក្សរធំអក្សរទូចហើយនឹងលេខបងប្អូនបាទហ្នឹងវាយអក្សរទូចអក្សរធំហើយលេខបងប្អូនបាទហើយអញ្ចឹងកន្លែងនោះខ្ញុំសុំបិទសិនបាទហ្នឹងតោះមកចុចពាក្យ continue បងប្អូនបាទបន្តមកទៀតបងប្អូនកន្លែងនេះគឺបងប្អូនតើមើលវាយលេខទូរស័ព្ទដែលបងប្អូនប្រើប្រាស់ជាប្រចាំថ្ងៃអាលេខបងប្អូនលេខទូរស័ព្ទដែលបង្កើត iCloud ហ្នឹងណាអញ្ចឹងខ្ញុំវាយលេខទូរស័ព្ទរបស់ខ្ញុំបាទរបស់ខ្ញុំ smartphone គឺ071បាទកន្លែងនេះក៏ខ្ញុំសុំលាក់សិនបងប្អូនយើងវាយលេខទូរស័ព្ទចូលទៅបាទហើយបន្តមកចុច continue បន្តមកគេនឹងផ្ញើលេខកូដ6ខ្ទង់ចូលក្នុងទូរស័ព្ទបងប្អូនអញ្ចឹងអាលេខកូដនោះវា load auto បងប្អូនយកពាក្យ agree ហ្នឹងមកតមកទូរស័ព្ទហ្នឹងវា load sign in បាទ sign in ចូលក្នុងiCloud របស់យើងហ្នឹងគឺ Apple ID ហ្នឹងបងប្អូនបាទហើយបន្តមកខ្ញុំអូសចេញសិនបាទហើយបន្តមកខ្ញុំចូល setting ម្ដងទៀតបាទនោះឈ្មោះ iCloud ដែលខ្ញុំបង្កើតហ្នឹងបងប្អូនបាទហ្នឹងបាទបន្តមកបងប្អូនចូលក្នុង iCloud ហ្នឹងមកបងប្អូនចុចពាក្យ media and pouch ហ្នឹងហើយបន្តមកចុច continue ទៀតមកបងប្អូនបាទហើយអញ្ចឹងរងចាំយើងចុច sign in សិនមកហើយយើងឥឡូវខ្ញុំធ្វើអញ្ចឹងហើយខ្ញុំអូសចេញឥឡូវបងប្អូនចូលកន្លែង App Store មកចុចពាក្យ continue បាទហើយខ្ញុំសាក download app ណាមួយសិនបងប្អូនបាទខ្ញុំ download app game នេះមួយសិនបងប្អូនចង់ដឹងថា iCloud យើងដើរអត់អញ្ចឹងណាចុចពាក្យ install ហើយកន្លែងនេះគឺវាយ password ដែលយើងដាក់មិញហ្នឹងណាអញ្ចឹង password ហ្នឹងបងប្អូនត្រូវយកប៊ិចមួយកណ្ដាស់មួយកត់ទៅបងប្អូនការពេលដែលយើងភ្លេចអញ្ចឹងណាបាទឥឡូវខ្ញុំវាយខ្ញុំចុចពាក្យ sign in ទៅបាទអញ្ចឹងគឺវា load គ្រីអញ្ចឹង Apple ID នេះគឺបាទចុច install បាទហើយខ្ញុំវាយ password ម្ដងទៀតបាទតោះមកចុច sign in បាទអញ្ចឹងគឺ Apple ID នេះគឺខ្ញុំបង្កើតបាន 100% បងប្អូនបាទហើយបងប្អូនបើសិនជាចង់បង្កើតបងឲ្យមើលតាមខ្ញុំមកបងហ្នឹងហើយមើលតាមរបៀបខ្ញុំបង្កើតហ្នឹងទៅបាទអញ្ចឹងអរគុណច្រើនបងប្អូនមានតែប៉ុណ្្នឹងឯងបង